ពេលដែលអ្នកចិត្តខាងឈ្មោះចាងតៅនាំក្មេងទំនើបឡំពាត់មុខផ្ទះខ្ញុំកំពុងតែអុជធូបគោរពវិញ្ញាណអ្នកខនប៉ាវាធាក់ទ្វារផ្ទះខ្ញុំមួយជើងវាសម្រុកចូលមកចាប់សង្កត់ខ្ញុំជាប់នឹងដីចាងតៅដណ្ដើមយកសោទុកនេសាទដែលប៉ាខ្ញុំបន្សល់ទុករួចយកជើងជន់លើទ្រូងខ្ញុំកំពុងផែទុកនេសាទនេះជារបស់អញចាប់ពីពេលនេះទៅអាអ្នកចាញ់ដូចឯងចេញពីភូមិនេះទៅឲ្យឆ្ងាយខ្ញុំឈ្មោះលីនហៃប៉ាខ្ញុំឈ្មោះលីនជឿបានទទួលមរតកពីជីតាគាត់ជាអ្នកនេសាទដ៏ល្បីប្រចាំភូមិរកស៊ីចិញ្ចឹមជីវិតដោយការនេសាទបងប្អូនធម៌របស់ប៉ាខ្ញុំគឺពូធំរបស់ខ្ញុំដែលជាឪពុករបស់ចាងតៅកាលពីមុនគាត់មិនធ្វើការងារសុចរិតថែមទាំង5ខុសច្បាប់នេសាទទើបប៉ាខ្ញុំរីកាប្រាប់អាជ្ញាធរធ្វើឲ្យពួកគាត់ឆ្លោះគ្នាដាច់ស្រយាលហើយក៏ចង់កំហឹងមកលើគ្រួសារខ្ញុំដោយសារតែច្រណែននឹងសមត្ថភាពគ្រួសារពីឆ្លៀតឱកាសពេលប៉ាខ្ញុំស្លាប់មកដណ្ដើមយកអ្វីគ្រប់យ៉ាងអីវ៉ាន់របស់ខ្ញុំត្រូវបានគេបោះចោលក្នុងភពខោអាវប្រឡាក់សុទ្ធតែទឹកស្អុយអ្នកភូមិទាំងអស់នាំគ្នាមកចំរោមសម្លេងសើចចំអករបស់ពួកគេដូចជាកំបិតចាក់ចូលក្នុងចិត្តខ្ញុំលីនហៃចប់ហើយគ្មានទូកគ្មានកំពង់ផែអ្នកនេសាទម្នាក់នេះលែងមានអ្វីសេះសល់ហើយនៅពីមុខហ្វូងមនុស្សស៊ូវ៉ាន់កំពុងបណ្ដើរដៃចាងតៅនាងស្លៀកពាក់ស្អាតបាតមើលមកខ្ញុំដូចមើលសម្រាមនាងក៏និយាយឡើងសម្លេងស្រួចស្រាវលីនហៃរឿងភ្ជាប់ពាក្យរបស់យើងបោះបង់ចោលទៅឯងវាត្រឹមតែជាអ្នកក្រីក្រនៅជាមួយឯងខ្ញុំខ្មាស់គេណាស់មានតែបងចាងតៅដែលមានអំណាចទើបស័ក្តិសមនឹងខ្ញុំឯងមិនសំបីតែស័ក្តិសមនឹងជូតស្បែកជើងឲ្យគាត់ផងសម្លេងអ្នកភូមិផ្អើលឆោឡោទឹកមាត់ពួកគេខ្ទាតមកលើមុខខ្ញុំក្តាប់ដៃជាប់ក្នុងចិត្តខ្ញុំមានសម្លេងមួយកំពុងស្រែកចងចាំពេលនេះឲ្យល្អចងចាំមុខមនុស្សទាំងនេះកុំភ្លេចឲ្យសោះគ្មានអ្នកណាម្នាក់ដឹងទេពាក្យដែលប៉ាក់សឹកប្រាប់ខ្ញុំមុនពេលគាត់ស្លាប់គាត់ប្រើកម្លាំងចុងក្រោយចាប់ដៃខ្ញុំជាប់សម្លេងគាត់ខ្សោយខ្លាំងតែគ្រប់ពាក្យសម្ដីរបស់គាត់វាចាក់ដោតក្នុងចិត្តខ្ញុំបើមិនមានអ្វីទុកឲ្យកូនឡើយមានតែអាកំបាំងនៃសមុទ្រនេះដែលប៉ាប្រាប់កូនតែម្នាក់គត់ព្រឹកឡើងមិនទាន់ភ្លឺផងខ្ញុំក៏ទៅខ្ចីទូកចាស់កម្លាំង12សេះ1ម៉ាស៊ីនវាបញ្ចេញផ្សែងខ្មៅចង្កូតទូកក៏រំដោយការសែតស្អិតគ្មានឧបករណ៍ស្វែងរកត្រីមានគេភ្នាក់ភូមិគេនាំគ្នាអស់សំណើចគេថាខ្ញុំទៅរកទីបញ្ចប់ឲ្យខ្លួនស៊ូហ្វានផ្អែកលើទ្រូងចាំងតៅនាងសើចចំអកថាមនុស្សដូចជាអ្នកមួយជីវិតនេះគ្មានថ្ងៃងើបមុខចុះចូលជាមួយបងតៅទៅប្រសើរជាងបងនឹងឲ្យឯងមានបាយហូបខ្ញុំមិនខ្វល់ពីពួកគេឡើយខ្ញុំឈរនៅក្បាលទូកហើយបិទភ្នែកខ្យល់សមុទ្របក់ប៉ះមុខខ្ញុំក្លិនឆ្អាបសមុទ្រចូលមកក្នុងច្រមុះខ្ញុំរំលឹកក្នុងចិត្តថាប៉ាឲ្យអ្វីដែលប៉ាធ្លាប់បង្រៀនខ្ញុំថ្ងៃនេះខ្ញុំនឹងយកមកប្រើហើយខ្ញុំសង្កេតមើលពណ៌ទឹកវាស់ចរន្តទឹកនិងជំនោរក្នុងខួរក្បាលខ្ញុំនឹកឃើញតែរូបភាពដែលប៉ាធ្លាប់បង្រៀនខ្ញុំផ្ទាល់ដៃរយៈបណ្ដោយ122រយៈទឹង30ដឺក្រេតំបន់ទឹកខ្មៅនេះឯងទម្លាក់មកត្រង់នេះហើយទម្លាក់មកទៅភ្លាមក៏មានអ្វីមួយទាញយ៉ាងខ្លាំងទូកក៏លិចចុះយ៉ាងគំហុកទឹកសមុទ្រហូរចូលពេញទូកដៃខ្ញុំត្រូវខ្សែមរឹតរហូតដាច់សាច់តែខ្ញុំមិនហ៊ានលេងដៃឡើយស្លាប់ក៏មិនព្រមលេងដែរក្នុងចិត្តខ្ញុំស្រែកប្រាប់ខ្លួនឯងថាមុំមួយនេះគឺជាជីវិតរបស់លីនហៃខ្ញុំប្រឹងទាញឡើងយ៉ាងខ្លាំងវិញមកសុទ្ធតែត្រីលឿងធំពណ៌មាសស្រស់ទម្ងន់ប្រហែល50គីឡូត្រីប្រភេទនេះបាត់មុខជាង10ឆ្នាំហើយក្នុងភូមិគ្មានអ្នកណាធ្លាប់ឃើញទេកំពុងផែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមុខរបស់ចាងតៅឡើងស្លេកសរសៃកញ្ចឹងក្លាំងប៉ោងមាត់ញ័រនិយាយមិនចេញសំបីមួយម៉ាត់ស៊ូហ្វានដល់ថ្នាក់ទន់ជើងតែម្ដងមុខស្លេកស្លាំងក្នុងភ្នែកពោពេញដោយការភ្ញាក់ផ្អើលនិងការស្ដាយក្រោយយ៉ាងខ្លាំងខ្ញុំជូតឈាមនៅលើដៃក្រឡេកមើលទៅអ្នកទាំងអស់គ្នានៅទីនោះសម្លេងមិនសូវវើប៉ុន្តែគ្រប់ពាក្យសម្ដីទាំងអស់គឺដូចជាញ័រវាចំក្នុងមានតែខ្ញុំទេដែលដឹងថាត្រីនៅណាថ្ងៃបន្ទាប់ខ្ញុំចេញទៅសមុទ្រដោយទំនុកចិត្តហើយក៏ចាប់បានត្រីតុកកែពេញទូកត្រីនេះមួយសុទ្ធតែធំវាហែលត្របាក់ក្នុងទូកយ៉ាងរស់រវើកខ្ញុំគិតក្នុងចិត្តថាត្រីទាំងនេះយ៉ាងហោចណាស់ក៏លក់បានលុយច្រើនដែរតែពេលទូកចូលដល់កំពង់ផែខ្ញុំឃើញគេយកច្រវាក់មកចាក់សោផាយ៉ាងតឹងចាំងតៅឈោដាក់ដៃចង្កេះនៅលើច្រាំងមានក្មេងទំនើងមួយក្រុមតាមពីក្រោយម្នាក់កាន់ដំបងក្នុងដៃវាសើចចំអកហើយស្រែកដាក់ខ្ញុំចុះមកលុតជង្គង់សុំទោសខ្ញុំមកចាំខ្ញុំពិចារណាថាតើគួរឲ្យអញចូលឬអត់ពួកក្មេងទំនើងនៅលើច្រាំងនាំគ្នាសើចក្អាកក្អាយមាត់ក៏និយាយមិនឈប់ស៊ូហ្វៀនលាក់ខ្លួននៅពីក្រោយចាំងតៅភ្នែកគេរេទៅមកមិនហ៊ានមើលខ្ញុំទេខ្ញុំដឹងថាគេកំពុងភ័យត្រីម្សិលមិញធ្វើឲ្យគេតក់ស្លុតខ្លាំងតែពេលនេះគេនៅតែឈរខាងចាំងតៅថ្ងៃក្តៅខ្លាំងណាស់ត្រីក្នុងទូកជិតងាប់អស់ហើយបើមិនឆាប់ឡើងគោកទេត្រីនឹងស្អុយអស់អាធិងមិត្តខ្ញុំនៅលើច្រាំងកំពុងតែបារម្ភវាស្រែកមកខ្ញុំឲ្យធ្វើម៉េចទៅខ្ញុំសើចក្នុងចិត្តស្មានថាធ្វើបែបនេះអាចខត់ខ្ញុំបានមែនទេពុកធ្លាប់បង្រៀនខ្ញុំថាអ្នករកស៊ីសមុទ្រត្រូវប្រើខួរក្បាលមិនមែនពឹងតែលើកំពង់ផែទេខ្ញុំមិននិយាយច្រើនបកក្បាលទូកទៅភូមិចិត្តខាងភ្លាមជិះមិនដល់កន្លះម៉ោងផងក៏ដល់កំពង់ផែភូមិចិត្តខាងអ្នកលក់ត្រីឃើញត្រីពេញទូកភ្នែកពួកគេភ្លឺថ្លាភ្លាមពួកគេសម្រុកមកទិញអស់ពីទូកក្នុងតម្លៃថ្លៃជាងលក់នៅភូមិឯងទៅទៀតខ្ញុំពេញចិត្តខ្លាំងណាស់ចាំងតៅឲ្យចាំងតៅឯងចង់កាត់ផ្លូវរកស៊ីរបស់ទុយទៅវិញគេឲ្យថ្លៃខ្ញុំខ្ពស់ទៀតលុយសុទ្ធពេញកាបូបរាប់លុយរហូតដល់ដៃទុនអារម្មណ៍ពេលនោះពិតជាសប្បាយចិត្តខ្លាំងណាស់ពេលបើកទូកតែយឺតឆ្លងកាត់កំពង់ផែរបស់តៅខ្ញុំក៏ធ្វើជាបើកយឺតតៅឈោមើលកាបូបលុយខ្ញុំមុខគេខ្មៅងឹតដូចបាត់ឆ្នាំងតៅចំណែនខ្ញុំស្ទើរតែឈួតទៅហើយគេឃើញខ្ញុំរកបានត្រីច្រើនរាល់ថ្ងៃតែខ្លួនឯងវិញសំបីតែត្រីតូចមួយក៏រកមិនបានអារម្មណ៍នេះវាឈឺចាប់ជាងស្លាប់ទៅទៀតយប់នោះគេកាន់ស្រាល្អពីរដប់មកគូសទ្វារផ្ទះខ្ញុំដោយគ្មានខ្មាស់អៀនញឹមព្រីពេញមុខប្អូនហៃកាលពីមុនបងខុសទៅហើយបងសុំទោសប្អូនណាប្អូនយកយ៉ាងម៉េចដែរកន្លែងរកត្រីនោះយើងចែកគ្នាពាក់បងនឹងសងការខូចខាតជួយនេះថាមិនឲ្យប្អូនខាតទេខ្ញុំបានត្រឹមតែគិតក្នុងចិត្តពេលដណ្ដើមទូកខ្ញុំពេលដេញខ្ញុំចេញ
ពេលបង្ខំឲ្យខ្ញុំលុតជង្គង់សុំទោសហេតុអ្វីមិននិយាយរឿងសង្ការខូចខាតឥឡូវឃើញខ្ញុំរកត្រីបានក៏មកធ្វើជាបងប្អូនខ្ញុំដឹងច្បាស់ណាស់ថាគេជាមនុស្សបែបណាមនុស្សប្រភេទនេះមិនគួររាប់អានទេឃើញខ្ញុំមិនឆ្លើយស្នាមញឹមគេក៏រលីបាត់កុំឲ្យមុខពេកណាសមុទ្រនេះមិនមែនជារបស់ឯងម្នាក់ឯងទេឯងស្មានថាឯងជានរណាខ្ញុំខឹងខ្លាំងណាស់ក៏ក្រោកឈរដើរទៅជិតគេមុខស្ទើរតែប៉ះគ្នាទៅហើយកន្លែងត្រីនោះឪពុកខ្ញុំចំណាយពេល3ឆ្នាំថែរក្សាវ៉ាដោយជីវិតឯងប្រើសំណាញ់មកចាប់ត្រីនៅតំបន់ខ្ញុំចាប់យកកូនត្រីអស់ពីសមុទ្រឯងមានសិទ្ធិអ្វីមកប៉ះពាល់តំបន់នោះគេខឹងហើយដើរចេញទៅបន្សល់ទុកពាក្យសម្ដីគំរាមកំហែងខ្ញុំសែកក្នុងចិត្តទើបតែប៉ុណ្្នឹងសោះរឿងល្អទើបតែចាប់ផ្ដើមទេស៊ូវ៉ាន់ក៏ដើរតាមក្រោយមកដែរនាងកាន់ឆ្នាំងស៊ុបធ្វើជាអាណិតអាសូរលីនហើយកុំខឹងអីគាត់មនុស្សបែបហ្នឹងហើយខ្ញុំខំរំងាស់ស៊ុបនេះឲ្យបងញ៉ាំទៅពេលនៅក្តៅខ្ញុំបដិសេធភ្លាមសម្ដីខ្ញុំត្រជាក់ស្រេបយកទៅវិញទៅមនុស្សដូចខ្ញុំមិនស័ក្តិសមនឹងស៊ុបរបស់នាងទេមុខគាត់ឡើងក្រហមមាត់ញ័រចង់និយាយអ្វីម្យ៉ាងតែចុងក្រោយមិនបាននិយាយអ្វីសោះនាងកាន់ឆ្នាំងស៊ុបដើរចេញទៅទាំងខ្មាស់អៀនយ៉ាងតាវខឹងខ្លាំងព្រោះខ្ញុំបដិសេធដោយសារតែខឹងខ្លាំងពេកគាត់ហ៊ានចំណាយលុយរាប់លានទិញឧបករណ៍ទំនើបទាំងរ៉ាដាស្កេនសមុទ្រដ្រូននិងប្រព័ន្ធអ៊ីបស្ដាក់ពេញទូកឧបករណ៍ទាំងនោះចាំងភ្លេចក្រោមពន្លឺថ្ងៃមើលទៅពិតជាគួរឲ្យខ្លាចមែនអ្នកភូមិនាំគ្នាសរសើរមិនដាច់ពីមាត់គាត់បើកទូកទៅកណ្ដាលកំពង់ផែស្រែកយ៉ាងអំនួតសំឡេងខ្លាំងរហូតរពេញផ្លូវម៉ាស៊ីននេះត្រឹមត្រូវជាងភ្នែកបង100ដងចាំមើលថាបងអាចអួតបានប៉ុន្មានទឹកទៀតមិនមែនបងគឺដងហៃទេហីមកប្រកួតជាមួយម៉ាស៊ីននេះមើលវ៉ូហ្វានដើរតាមក្រោយគាត់មុខមាត់ញឹមញែមសំឡេងផ្អែមរហូតព្រើរោមបងយ៉ាងតាវពូកែបំផុតពិធីចាស់របស់លីនហៃគ្រាន់តែជាសំណាងជួបប្រទះប៉ុណ្ណោះមិនយូរមិនឆាប់នឹងបរាជ័យខ្ញុំអង្គុយជួបបារីនៅមាត់ផែផ្លុំសែងចេញក្នុងចិត្តខ្ញុំដឹងច្បាស់ណាស់ឧបករណ៍ទូកទំនើបយ៉ាងណាក៏វាគ្មានជីវិតដែរសមុទ្រមានជីវិតត្រីក៏មានជីវិតម៉ាស៊ីនរបស់បងរំខានខ្លាំងណាស់ត្រីមិនរត់ក៏ចម្លែកហើយប៉ាខ្ញុំពីមុនមិនស្គាល់សំបីតែរ៉ាដាគ្រាន់តែមើលពន្លឺទឹកមើលខ្យល់និងចំណូលក៏អាចដឹងពីទីតាំងត្រីបានដែរអាចកំបាំងនៃសមុទ្រម៉ាស៊ីនគ្មានថ្ងៃយល់ឡើយយ៉ាងតាវសាយចំអកមើលមុខវាចុះធ្វើជាខ្លាំងណាស់ចាំមើលទៅចាំមើលអ្នកណាត្រូវវាធ្វើមុខមើលងាយខ្ញុំចុះមើលមុខវាចុះអាអ្នកក្រក៏នៅតែជាអ្នកក៏គ្មានលុយទិញឧបករណ៍ក៏ចេះតែមាត់រឹងបើខ្លាំងមែនទិញមួយឈុតមកបើគ្មានលុយកុំធ្វើជាខ្លាំងខ្ញុំមិនចង់ប្រកែកជាមួយពួកគេទេខ្ញុំក៏ក្រោកឈរបោះចោលកន្ទុយបារីក្នុងចិត្តខ្ញុំដឹងច្បាស់ណាស់គេពឹងលើម៉ាស៊ីនតែខ្ញុំពឹងលើបទពិសោធន៍ផ្ទាល់ខ្លួន3ថ្ងៃទៀតចាំមើលថាអ្នកណាជាអ្នកចាញ់ពេលខ្ញុំងាកក្រោយដើរចេញខ្ញុំញឹមបន្តិចឪពុកធ្លាប់ប្រាប់ថាអាចកំបាំងសមុទ្រសម្រាប់តែអ្នកដែលចេះស្ដាប់វាម៉ាស៊ីនទាំងនោះមានន័យអីពេលវាសំឡេងរំខានត្រីក៏រត់អស់ទៅហើយខ្ញុំចាំមើលថាយ៉ាងថែវនឹងត្រឡប់មកវិញដោយដៃទេរ៉េងថែវចេញទៅជាមួយទូកធំ5គ្រឿងបើកឧបករណ៍ពេញទំហឹងរ៉ាដាវើមិនឈប់ដ្រូនហោះពេញលើអាកាសលើផ្ទៃសមុទ្រអ៊ូអដូចគេផ្ទុះគ្រាប់ចេញទៅសមុទ្រយ៉ាងអាធិកអាធមអ្នកមិនដឹងស្មានថាគេទៅធ្វើសង្គ្រាមខ្ញុំឈរនៅកំពង់ផែមើលពួកគេចេញទៅក្នុងចិត្តខ្ញុំសាច់ចំអកធ្វើសកម្មភាពធំដុំម្លេះដូចគេដុតផាវត្រីមិនរត់ក៏ចម្លែកហើយត្រីធំពិតប្រាកដគឺនៅស្ងៀមក្រោមទឹកវាខ្លាចសំឡេងរំខានបំផុតរ៉េងថែវមិនចេះសោះស្មានតែឧបករណ៍ច្រើនគឺល្អមិនយល់ពីធម្មជាតិរបស់ត្រីសោះឪពុកខ្ញុំពីមុនសំបីតែនិយាយក៏ត្រូវនិយាយតិចខ្លាចត្រីរត់អស់5ថ្ងៃ5យប់ទូក5គ្រឿងចំណាយលុយថ្លៃប្រេងរាប់សែនលទ្ធផលគឺគ្មានត្រីសំបីតែមួយក្បាលកម្មករលើទូកនាំគ្នាជាប្រតិចថាថៅកែជាមនុស្សល្ងងធ្វើការឥតប្រយោជន៍5ថ្ងៃមិនបានលុយមួយកាក់តាមគេពិតជាសំណាងអាក្រក់ណាស់ខឹងរហូតចង់ធ្វើកូដកម្មរ៉េងថែវមើលទៅអស់កម្លាំងដូចខ្មោចពុកមាត់ពុកចង្ការញ៉ៃញ៉ៃភ្នែកឡើងខ្មៅស្រអាប់ភ្នែកគាត់ឡើងក្រហមញ៉ាំងស្ថានភាពគាត់ដុនដាបខ្លាំងណាស់ក្បួនទូកត្រឡប់មកវិញទាំងអាម៉ាស់ទើបតែចូលដល់កំពង់ផែទូកចាស់របស់ខ្ញុំក៏ផ្ទុកពេញត្រីមីសធំត្រឡប់មកវិញពណ៌មាសឆ្អិនឆ្អៅចាំងភ្លេចក្រោមពន្លឺថ្ងៃធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះស្ងែកសរសខ្ញុំលោតចុះពីលើទូកហើយទេដៃតិចក្នុងចិត្តពិតជាស្រឡះស្រឡូនណាស់ចាំងតាវរត់សំដៅមកភ្នែកគាត់បើកធំដូចកណ្ដឹងស្រែកកំហុកថាឯងបោកយើងមែនទេខ្ញុំតបទៅវិញដោយស្ងប់ស្ងាត់ទឹកដុំសំឡេងធម្មតាតែពាក្យសម្ដីនីមួយមុតដូចកាំបិតខ្ញុំគ្រាន់តែប្រាប់ថាអ្នកចូលកន្លែងត្រីមិនបានតែខ្ញុំមិនបានប្រាប់ថាមានត្រីនៅទីនោះទេអ្នកល្ងងខ្លួនឯងជឿតែម៉ាស៊ីនមិនជឿបត់ពិសោធន៍សមុទ្របន្ទោសខ្ញុំមិនបានអ្នកគ្រប់គ្នាក៏ផ្ទុះសំណើចសំឡេងសាច់នោះចាក់ដោតចូលក្នុងចិត្តចាំងតាវមុខគាត់ឡើងក្រហមញ៉ាំងចង់តែរកកន្លែងលាក់ខ្លួនខ្ញុំឃើញគាត់ក្តាប់ដៃណែងខ្លួនប្រាញ់ញ័រត្រើតបបោមាត់ញ័រញាក់តែនិយាយអ្វីមិនចេញសំបីមួយម៉ាត់ឃើញទឹកមុខដែលទុកអារម្មណ៍បែបនោះហើយពិតជាធ្វើឲ្យអ្នកដទៃមានអារម្មណ៍ពេញចិត្តណាស់ស៊ូហ្វានឈរនៅកណ្ដាលហ្វូងមនុស្សមុខស្លេកស្លាំងភ្នែកទេស្អាតនាងមិននឹកស្មានដល់ថាទុកចាស់របស់ខ្ញុំអាចឈ្នះឧបករណ៍តម្លៃរាប់លានរបស់ចាំងតាវនាងខំមាត់ក្រចកដៃចឹកចូលក្នុងបាតដៃខឹងរហូតខ្លួនញ័រពេលខ្ញុំបើកទុកចេញក៏ងាកក្រោយមើលមួយផ្លែត
ឃើញចាងតៅអង្គុយនៅមាត់កំពង់យកដៃគៀកក្បាលដូចជាឆ្កែបាត់ម្ចាស់ចាងតៅខឹងរហូតបាត់បង់ស្មារតីគាត់ឈួតទៅហើយគាត់ថែមទាំងប្រើសំណាញ់កំទេចពូជសំណាញ់ដែលល្អិតដូចសរសៃសក់កូនត្រីកូនបង្កងសំបីតែសត្វល្អិតក្នុងសមុទ្រក៏មិនលែងចាប់យកទាំងអស់មិនឲ្យសល់ធ្វើឲ្យខ្ញុំខឹងឡើងក្តៅឆេវតែម្ដងសមុទ្រនេះចិញ្ចឹមអ្នកភូមិយើងជាច្រើនជំនាន់មកហើយត្រីគ្រប់ក្បាលក្នុងសមុទ្រគឺជាអំណោយពីធម្មជាតិអ្នកហ៊ានបំផ្លាញវាចុះអ្នកនៅមានសាច់ជាមនុស្សដែលត្រឹមតែ3ថ្ងៃប៉ុណ្ណោះសមុទ្រដែលធ្លាប់តែសម្បូរត្រីត្រូវគេចាប់អស់គ្មានសល់ស្មៅសមុទ្រក៏ត្រូវគេក៏ស្គាល់អស់ដែរលើផ្ទៃទឹកពោពេញដោយត្រីងាប់និងបង្គាក្រៀមក្លិនស្អុយរលួយធ្វើឲ្យចង់ក្អួតសូម្បីតែសត្វស្លាបក៏មិនហ៊ានហើរមកក្បែរតំបន់នោះដែរខ្ញុំខឹងខ្លាំងណាស់ជឿចាប់ក្នុងចិត្តមិនស្ទើរទេនេះជាសមុទ្រដែលប៉ាខ្ញុំថែរក្សាពេញមួយជីវិតជាកន្លែងដែលអ្នកភូមិទាំងអស់ពឹងអាស្រ័យចាងតៅអ្នកមានសិទ្ធិអ្វីមកបំផ្លាញវាខ្ញុំខំទប់កំហឹងលួចប្រមូលផូស្តាងថតរូបទុកថតវីដេអូទុករួបរวมជាមួយអ្នកនេសាទស្មោះត្រង់ក្នុងភូមិនាំគ្នាទៅប្តឹងអាជ្ញាចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chai Made Photo ទំនាក់ទំនងទូរស័ព្ទលេខ015 580 541